ខ្ញុំបានធ្វើការសម្រេចចិត្តមួយដ៏ធំហើយជាការសម្រេចចិត្តមួយដែលខ្ញុំមិនស្ដាយក្រោយហើយឥឡូវខ្ញុំទទួលនៃការសម្រេចចិត្តនេះដោយពេញចិត្តហើយសប្បាយចិត្តខ្ញុំពីមុនខ្ញុំមានការងារធ្វើដ៏ល្អជាការងារដែលមាននៅចំណេះជំនាញក្នុងខ្លួនរបស់ខ្ញុំតែម្ដងហើយបានប្រាក់ខែល្អទៀតប៉ុន្តែខ្ញុំបានបោះបង់វាចោលខ្ញុំត្រឡប់មកមើលថែសារកូនដោយខ្លួនឯងពេញម៉ោងកូនទាំងពីរនាក់ដែលគាត់ធំយើងថែសារគាត់ដល់វ័យដែលគាត់អាចទៅរៀនឬក៏ចូលសាលាបានយើងអាចទៅរកនៅក្តីសម័យឬការងារដែលយើងអាចផ្គត់ផ្គង់ក្នុងគ្រួសារបានអញ្ចឹងណាដោយសារតែធម្មតាពេលដែលយើងធ្វើការម្នាក់នៅក្នុងគ្រួសារវាតែងតែមានភាពខ្វះខាតនៅក្នុងគ្រួសារប៉ុន្តែវាអាចបានទាំងអស់ទេយើងអាចមានលុយបានគ្រប់គ្រាន់ហើយមានពេលមើលកូននេះអញ្ចឹងមានតែជឿរើសមួយប៉ុន្តែខ្ញុំបានសម្រេចចិត្តគឺជឿរើសមើលថែសារកូនដោយខ្លួនឯងទម្រាំទៅដល់គាត់ធំអញ្ចឹងណាគាត់អាចចូលសាលាបានចាំខ្ញុំទៅធ្វើការហើយយើងពិតជាចង់បានគឺខ្ញុំមានក្តីសម័យចង់មានផ្ទះធំចង់មានឡានប៉ុន្តែកូនក៏ជាក្តីសម័យដ៏ធំសម្រាប់ខ្ញុំជឿរើសមើលថែសារកូនរបស់ខ្ញុំព្រោះក្នុងជីវិតរបស់គាត់មានតែម្ដងទេភាពកុមារភាពរបស់គាត់នៅទីរក់នៅការត្រូវការក្តីស្រឡាញ់ត្រូវការភាពថ្នាក់ថ្នមពីយើងត្រូវការមើលថែហើយគ្មាននរណាមើលថែល្អជាងម្ដាយរបស់គាត់ទេគឺគាត់កើតមកចេញពីយើងគាត់ត្រូវការក្តីស្រឡាញ់ពីយើងត្រូវការមើលថែអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាខ្ញុំមើលថែកូនខ្ញុំឲ្យបានល្អបំផុតដែលអាចធ្វើទៅបានសម្រាប់គាត់អញ្ចឹងទៅហើយសម្រាប់ខ្ញុំជាម្ដាយខ្ញុំធ្វើមិនក៏ដោយទោះកូនមិនបានរបស់ល្អអ្វីដែលយើងចង់បានក៏ដោយប៉ុន្តែខ្ញុំជឿថាមានតែក្តីស្រឡាញ់និងពេលវេលាហ្នឹងឯងដែលល្អបំផុតដែលគាត់ចង់បានពីយើងក្នុងពេលដែលគាត់នៅទូអញ្ចឹងណាហើយវាជាពពកដែលខ្ញុំបានប្តីល្អដែលគាត់ធ្វើការមិនដែលល្អូលទាំហើយមកពីធ្វើការជួយការងារក្នុងផ្ទះហើយជួយមើលថែអាសាកូនហើយមនុស្សស្រីគ្រប់រូបគឺចង់បានបែបហ្នឹងហើយខ្ញុំពិតជាមានក្តីសុខពេលដែលខ្ញុំសម្រេចចិត្តបែបហ្នឹងខ្ញុំមានពេលវេលាច្រើននៅជាមួយកូនហើយវីដេអូនេះខ្ញុំធ្វើនេះខ្ញុំពិតជាមានមោទនភាពដែរពេលដែលខ្ញុំសម្រេចចិត្តថាខ្ញុំមើលកូនហើយបោះបង់ការងារខ្ញុំសម្រេចចិត្តត្រូវហើយវាជាសុភមង្គលមួយដែលខ្ញុំមានពេលវេលាច្រើនជាមួយនឹងកូនពេលដែលកូននៅទូចមិនថាកូនទេណាគាត់មានពពកដែលមានម្ដាយមើលថែគាត់យើងក៏មានពពកដែរដែលយើងមានពេលវេលាដែលមើលថែអាសាគាត់ហើយចំណាយពេលដែលគាត់នៅទូចដល់ពេលគាត់ធំតិចទៅគាត់យើងអត់មានពេលនៅមួយគាត់ច្រើនទេគាត់ចូលរៀនគាត់ធំពេញវ័យគាត់ត្រូវការនៅម្នាក់ឯងឬត្រូវការពេលវេលាគាត់យើងលែងបានមើលថែអញ្ចឹងក្នុងកន្លងពេលហ្នឹងខ្ញុំត្រូវមើលថែគាត់ល្អឲ្យល្អហើយគាត់ចាប់ផ្ដើមពេញវ័យម្ដងតិចយើងរៀនថែមទៀតដើម្បីធ្វើម៉េចផ្លាស់ប្ដូរកប្បកិរិយាតចរិតយើងពុតគាត់ថែគាត់តាំងពីក្មេងឲ្យគាត់មានអត្តចរិតដែលល្អជាក្មេងដែលល្អអញ្ចឹងណាហើយក្នុងនាមជាម្ដាយជាឪពុកអត់មានអីទេគ្រាន់ឃើញកូនធំធាត់ឡើងដោយមានសុខភាពល្អឆ្លាតក្មេងល្អហើយវីដេអូមួយនេះខ្ញុំអរគុណសម្រាប់អ្នកតាមដានអ្នកស្ដាប់វីដេអូមួយនេះអរគុណច្រើន